កូនគ្រាន់តែប្រាប់ម៉ាក់ថាម៉ាក់ដូចជាជួយធ្វើតែពីដងវិញវាអាក្រក់ណាស់ដល់ដងទី3បងចូលសៀមរាបសៃគុណបងទៅធ្វើបន្ថែមជាមួយវិជ្ជបណ្ឌិតទូបន្ទាប់មកវាអាក្រក់គឺវាត្រូវបានរឹតបន្តឹងបន្ទាប់មកបងបានទៅកន្លែងជាច្រើនណាស់នៅសៃគុណហាណូយដើម្បីទៅពិគ្រោះយោបល់ចុងក្រោយនៅមន្ទីរពេទ្យណេងកននេះវាមានឈ្មោះល្បីបងសម្រេចមកទីនេះពេលចូលមកទីនេះហើយឡើងលើទៅវះកាត់វិជ្ជបណ្ឌិតគូប្រាប់ថាបងមានជំងឺអាក្រក់ត្រូវព្យាបាលជំងឺអាក្រក់សិន7ខែក្រោយទើបអាចធ្វើឡើងវិញបានបងពេញចិត្តណាស់ពិតប្រាកដណាស់បងសំណាងមានអារម្មណ៍ថាសំណាងដែលរកឃើញកន្លែងត្រឹមត្រូវហើយក៏មានអារម្មណ៍ថាវិជ្ជបណ្ឌិតគូជាមនុស្សដែលមានចិត្តស្មោះត្រង់ចំពោះមុខរបរលោកវិជ្ជបណ្ឌិតគូវះកាត់ផ្ទាល់ឲ្យបងផងដែរបងសូមណែនាំឲ្យអ្នកទាំងអស់គ្នាដែលមានច្រមុះមិនស្អាតច្រមុះបែកឬច្រមុះធ្វើមកហើយថាគួរតែទៅកន្លែងដែលមានឈ្មោះល្បីសិនមុននឹងធ្វើបើសិនជាមិនរកកន្លែងដែលមានឈ្មោះល្បីទេនឹងត្រូវធ្វើមកហើយចំណាយប្រាក់ច្រើនចំណាយកម្លាំងចំណាយពេលវេលាហើយប៉ះពាល់ដល់សុខភាពផងដែរដូច្នេះគួរតែស្វែងរកមន្ទីរពេទ្យដែលមានឈ្មោះល្បីដូចជាមន្ទីរពេទ្យណេងកានីដែរដើម្បីធ្វើនៅទីនេះមានការថែទាំយ៉ាងខិតខំវិជ្ជបណ្ឌិតមានឈ្មោះល្បីហើយខ្ញុំក៏សូមអរគុណដល់ក្រុមការងារវះកាត់នៅថ្ងៃទី3ខែមិថុនាផងដែរខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាវិជ្ជបណ្ឌិតក្រុមការងារនិងគិលានុបដ្ឋាយិកាក៏ខិតខំយ៉ាងខ្លាំងផងដែរស្ដាប់ពាក្យផ្សព្វផ្សាយនៅលើអ៊ីនធឺណិតទេមិនគួរធ្វើអ្វីបែបនេះទេត្រូវទៅកន្លែងដែលមានឈ្មោះល្បីហើយវិជ្ជបណ្ឌិតត្រូវមានប្រជាប្រិយភាពទើបគួរធ្វើម្ដងឲ្យបានល្អប្រសើរជាងធ្វើច្រើនដងដែលប៉ះពាល់ដល់ពេលវេលាកម្លាំងនិងចំណាយប្រាក់បន្ថែមទៀតក៏ប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួនផងដែរ